តើនឹងមានអ្វីកើតឡើងប្រសិនបើយន្តហោះទម្លាក់គ្រាប់បែក B2 របស់អាមេរិកចូលទៅក្នុងដែនអាកាសរបស់រុស្ស៊ីយន្តហោះ B2 Spirit មានសមត្ថភាពបំបាំងកាយខ្ពស់ដោយមានផ្ទៃកាត់រ៉ាដាត្រឹមតែ 0.1 ម៉ែត្រការ៉េប៉ុណ្ណោះដែលមានទំហំប៉ុនបាក់សីមួយក្បាលប៉ុណ្ណោះនៅលើអេក្រង់រ៉ាដារុស្ស៊ីមានប្រព័ន្ធរ៉ាដាព្រមានទុកជាមុនដូចជា Voronezh DM ដែលព្យាយាមស្វែងរកការឈ្លានពានទោះជាយ៉ាងណាក៏ដោយយន្តហោះ B2 ហោះហើរក្នុងកម្ពស់ខ្ពស់និងមិនបញ្ចេញសញ្ញាទំនាក់ទំនងការរកឃើញដំបូងគឺមានការលំបាកខ្លាំងណាស់ប្រសិនបើត្រូវបានរកឃើញរុស្ស៊ីនឹងដំណើរការប្រព័ន្ធមីស៊ីលការពាររយៈចម្ងាយឆ្ងាយដូចជា S400 ឬ S500 ដែលត្រូវបានរចនាឡើងដើម្បីកំទេចគោលដៅបំបាំងកាយប្រព័ន្ធទាំងនេះត្រូវការទិន្នន័យតាមដានច្បាស់លាស់បើគ្មានទិន្នន័យនោះទេការស្ទាក់ចាប់មិនអាចធានាបានជោគជ័យឡើយក្នុងប្រតិបត្តិការជាក់ស្ដែងយន្តហោះ B2 នឹងមិនធ្វើសកម្មភាពតែម្នាក់ឯងឡើយវាត្រូវការអមដោយយន្តហោះចម្បាំងផ្សេងទៀតដូចជា EA-18G Crawler RC-135S និងមានការគ្រប់គ្រងពីប្រព័ន្ធផ្កាយរណបដើម្បីធ្វើការរំខានសញ្ញារ៉ាដានិងផ្ដល់ព័ត៌មានពីគោលដៅនៅក្នុងពេលជាក់ស្ដែងសំណួរសួរថាប្រសិនបើអ្នកមើលមិនឃើញវាតើអ្នកអាចបញ្ឈប់វាបានទេនេះគឺជាចំណុចខ្លាំងនៃបច្ចេកវិទ្យាបំបាំងកាយទម្រាំតែរុស្ស៊ីអាចរកឃើញនិងកំណត់គោលដៅបានច្បាស់យន្តហោះ B2 ប្រហែលជាបានបំពេញបេសកកម្មចប់រួចរាល់ហើយហោះចេញទៅបាត់ហើយ